កាលណាពេលនេះសាច់រឿងរបស់យើងក៏បានឃើញថាកម្មវិធីជប់លៀងក៏បានមកដល់ចំណែកតួឯកស្រីរបស់យើងនាងក៏បានមកចូលរួមជាមួយនឹងនួនចំណែកឯមនុស្សដែលនៅក្នុងកម្មវិធីនោះគ្រាន់តែបានឃើញតួឯកស្រីរបស់យើងភ្លាមពួកគេម្នាក់ៗក៏នាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នាតែម្ដងពីព្រោះថាដែលឃើញនារីណាម្នាក់មានសម្រស់ស្រស់ស្អាតដូចជានាងនោះទេផ្សេងគេគឺមនុស្សប្រុសបន្ទាប់ពីឃើញមនុស្សមើលនាងច្រើនខាងពេកស៊ីយ៉ានាងក៏បាននិយាយទៅកាន់នួនថាសម្លៀកបំពាក់របស់ខ្ញុំមើលទៅហាក់ដូចជាមិនសូវល្អសោះចំណែកនួនក៏បានប្រាប់ទៅកាន់ស៊ីយ៉ាថាឯងស្លៀកសម្លៀកបំពាក់នេះហើយគឺស្រស់ស្អាតខ្លាំងណាស់ចំណែកឯសម្លៀកបំពាក់របស់ឯងកាលពីមុននោះវិញវាហួសសម័យខ្លាំងពេកបានជាខ្ញុំរើសរ៉ូបនេះឲ្យឯងពាក់វិញត្រប់ពេលនោះដែរក៏បានឃើញថាកញ្ញាអានលីននឹងក៏បានមកចូលរួមនៅក្នុងកម្មវិធីនេះដែរគ្រាន់តែនាងបានឃើញតួឯកស្រីរបស់យើងនាងក៏បាននិយាយថានាងមិនទុកឲ្យតួឯកស្រីរបស់យើងរួចខ្លួននោះទេឥឡូវនេះឈុតបន្ទាប់របស់យើងក៏បានឃើញថានួននឹងក៏បាននាំស៊ីយ៉ានទៅញ៉ាំអាហារផ្សេងនៅក្នុងកម្មវិធីនោះមានទាំងនំខេកមានទាំងរបស់ឆ្ងាញ់ជាច្រើនពេលនោះដែរស៊ីយ៉ានក៏បាននិយាយទៅកាន់នួនថាតើនេះគឺជាកម្មវិធីចូលរួមនៅក្នុងសង្គមមែនអត់ហើយនួនក៏បានប្រាប់ទៅកាន់មិត្តភ័ក្តិរបស់នាងថាត្រូវហើយនៅក្នុងកម្មវិធីនេះមានមនុស្សដែលមានមុខមាត់មកជាច្រើនអ្នកដោយសារតែលោកប៉ារបស់ខ្ញុំបានរៀបចំកម្មវិធីនេះឡើងហើយគណៈពេលនេះយើងក៏បានឃើញថាជូជីក៏បានមកចូលរួមនៅក្នុងកម្មវិធីនេះដែរឪពុករបស់នួនគាត់ក៏បាននិយាយទៅកាន់ជូជីថាគាត់អរគុណច្រើនណាស់សម្រាប់សហប្រតិបត្តិការជាមួយនឹងគ្នាហើយគាត់ក៏បបួលឲ្យជូជីនឹងនៅលេងនៅក្នុងកម្មវិធីជប់លៀងនេះសិនគណៈពេលនោះឡាវជូក៏បានបដិសេធចំពោះតួប្រុសរបស់យើងថាជូជីអត់ចូលចិត្តកន្លែងកម្មវិធីបែបនេះនោះទេតែមានណាតួឯកប្រុសរបស់យើងច្រាប់តែសម្លឹងទៅឃើញតួឯកស្រីស៊ីយ៉ានៅក្នុងកម្មវិធីនោះគេក៏បានប្រាប់ទៅកាន់ម្ចាស់កម្មវិធីនោះថាគេចូលចិត្តកម្មវិធីបែបនេះហើយគេចង់នៅកំសាន្តនៅកន្លែងនេះមួយផ្លែតសិនហើយជូជីក៏បានប្រាប់ទៅម្ចាស់កម្មវិធីទៀតថាគេអាចដើរលេងនៅខាងក្នុងនេះបានដោយខ្លួនឯងមិនបាច់ចាំមានអ្នកនាំគេដើរក៏បានដែរបន្ទាប់ពីនិយាយរួចហើយតួឯកប្រុសរបស់យើងនឹងក៏បានឈរសម្លឹងតួឯកស្រីទៅខាងក្រោមតែចំណែកឯតួឯកស្រីរបស់យើងបានដឹងថាតួឯកប្រុសនៅទីកន្លែងហ្នឹងនោះទេយើងក៏បានឃើញថាស៊ីយ៉ានកំពុងតែនិយាយជាមួយនឹងបុរសម្នាក់ដែលបុរសនោះមកសុំតួឯកស្រីរបស់យើងធ្វើជាដៃគូរបស់គេនៅក្នុងយប់នេះហើយគេក៏បាននិយាយថែមទៀតថាគេសង្ឃឹមថាគេនឹងជាបុរសម្នាក់ដែលមានសំណាងក៏ប៉ុន្តែតួឯកស្រីរបស់យើងក៏បានបដិសេធជាមួយបុរសម្នាក់នោះដោយនិយាយថានេះមិនត្រូវការនរណាទាំងអស់ហើយវាបានលើស៊ីយ៉ានបានសែតអញ្ចឹងហើយបុរសម្នាក់ហ្នឹងក៏បានដើរចាត់ចេញពីទីកន្លែងនោះទៅដល់ពេលនួនឃើញតួឯកស្រីរបស់យើងរឹងប៉ឹងនឹងហ៊ានប្រឈមមុខជាមួយនឹងការពិតអញ្ចឹងនាងក៏បាននិយាយទៅកាន់ស៊ីយ៉ានថាឥឡូវនេះចរិតរបស់ឯងពិតជាផ្លាស់ប្ដូរខ្លាំងណាស់កាលពីមុនឯងមិនមែនជាមនុស្សបែបនេះនោះទេតែពេលនោះយើងក៏បានឃើញថាតួឯកស្រីរបស់យើងក៏បានឈរភ្លើងពេលនោះដែរកញ្ញាអានលីនក៏បានដើរចូលមកដល់ហើយអានលីនចូលមកនេះមិនមែនចូលមកល្អនោះទេនាងក៏បានស្ដីបន្ទោសទៅឲ្យតួឯកស្រីរបស់យើងថាតួឯកស្រីរបស់យើងគឺជាស្រីចិញ្ចឹមរបស់គូដណ្ដឹងរបស់នាងជីវិតក្រីក្ររបស់តួឯកស្រីយើងបានធ្វើឲ្យតួឯកស្រីរបស់យើងជាសិស្សនៅសាកលវិទ្យាល័យទេប៉ុន្តែលក់ខ្លួនដើម្បីលុយហើយរាល់សកម្មភាពរបស់អានលីនត្រូវបានតួឯកប្រុសរបស់យើងឈរសម្លឹងមើលមកទាំងអស់ដោយសាររឿងរបស់យើងក៏បានឃើញថាតួឯកស្រីហ្នឹងក៏បានឃើញតួឯកប្រុសក៏ប៉ុន្តែនាងក៏គិតថាប្រហែលជាតួឯកប្រុសរបស់យើងមិនចង់បើកចំហទំនាក់ទំនងរបស់ពួកគេជាសាធារណៈនោះទេបើទោះបីជាត្រូវបានអានលីនមើលងាយយ៉ាងណាក៏តួឯកស្រីរបស់យើងអត់មកអត់កអីទាំងអស់ដែរអានលីនវិញគ្រាន់តែបានឃើញតួឯកប្រុសរបស់យើងនៅខាងលើហ្នឹងអត់មកជួយតួឯកស្រីគិតថាប្រហែលជាតួឯកប្រុសរបស់យើងបោះបង់តួឯកស្រីចោលហើយលីនហ្នឹងក៏បាននិយាយខ្លាំងទៅកាន់តួឯកស្រីរបស់យើងថានាងមកចូលរួមក្នុងកម្មវិធីនេះដើម្បីរកប្រុសអ្នកមានហើយបើកយកលុយរបស់ពួកគេទាំងអស់នោះដល់ពេលអ្នកចូលរួមក្នុងកម្មវិធីនោះតែស្គាល់ទាំងអស់គ្នាក៏នាំគ្នានិយាយដើមតួឯកស្រីយើងគ្រប់គ្នាតែម្ដងណាដោយអ្នកខ្លះនិយាយថាមិននឹកស្មានថានាងមានសម្រស់ស្អាតប៉ុន្តែអន់ចរិតបែបនេះសោះតែពេលនោះបុរសមុននេះអំបញ្ញមិញដែលមកចែកចង់តួឯកស្រីរបស់យើងគាត់ក៏បាននិយាយថាវាមិនអាចនោះទេបើសិនជានាងមករកប្រុសអ្នកមានពិតមែនអំបញ្ញមិញខ្ញុំមិនទៅរកនាងក៏ប៉ុន្តែត្រូវបាននាងបដិសេធឥឡូវនេះយើងក៏បានឃើញថាស៊ីយ៉ានទ្រាំបានទៀតនោះទេនាងក៏បានតជាមួយនឹងកញ្ញាអានលីនថាខ្ញុំគឺជាមនុស្សថោកទាបក៏ប៉ុន្តែខ្ញុំមិនដែលមួបង្កាច់អ្នកណាឬក៏បង្ខូចគេឈ្មោះអ្នកណាដូចជានាងឡើយតែកញ្ញាអានលីនក្រោយវាបានឃើញតួឯកស្រីរបស់យើងនិយាយថានាងខ្លាំងអញ្ចឹងនាងខ្លាំងណាស់នាងក៏បានយាដៃបំរុងនឹងចេះកំភ្លៀងទៅកាន់ស៊ីយ៉ានក៏ប៉ុន្តែត្រូវបានតួឯកស្រីរបស់យើងចាប់ដៃរបស់នាងជាប់ធ្វើឲ្យអានលីនខឹងកាន់តែខ្លាំងឡើងនាងក៏បានបញ្ជាកូនចៅរបស់នាងនឹងចាប់តួឯកស្រីបោះចេញពីកម្មវិធីនេះជាបន្តតែមានណាកាលណាពេលនោះយើងក៏បានឃើញថាតួឯកប្រុសរបស់យើងក៏បានចង់មកជួយតួឯកស្រីគ្រាន់តែចូលជីចូលមកដល់ភ្លាមអត់មានណាគេម្នាក់ហ៊ានប៉ះពាល់តួឯកស្រីរបស់យើងសូម្បីតែចង់ទៅសាយសោះអានលីនក៏បានប្រាប់ទៅកាន់តួឯកប្រុសថានាងកំពុងតែមកកម្មវិធីនេះដើម្បីរកប្រុសឲ្យបងជូជីណែស៊ីយ៉ានអត់មានមាត់កអ្វីនោះទេនាងបំរុងនឹងចាច់ចេញពីកម្មវិធីនោះក៏ប៉ុន្តែត្រូវបានតួឯកប្រុសរបស់យើងនឹងចាប់ដៃរបស់នាងជាប់ចំណែកឯអ្នកចូលរួមនៅក្នុងកម្មវិធីក្រោយវាបានឃើញវត្តមានរបស់តួឯកប្រុសរបស់យើងចាប់ដៃរបស់តួឯកស្រីហើយពួកគេក៏បាននិយាយថាតើពួកគេទាំងពីរនាក់មានទំនាក់ទំនងអីទៅហើយវាក៏คล้ายទៅជាពាក្យអច្ឆាមរាមសម្រាប់តួឯកប្រុសរបស់យើង